របស់ដែលអត់ brand ហើយរបស់មាន brand គឺវាខុសគេថាអីគេ branding ហេតុអីបានគេធ្វើ branding ហេតុអីបានអាជីវកម្មគេចូលចិត្តធ្វើ branding មែនអញ្ចឹងថ្ងៃនេះខ្ញុំមកបញ្យល់ឲ្យងាយយល់ថា branding ហ្នឹងអីគេណាអូខេអញ្ចឹងម្សៅអូខេអញ្ចឹងម្សៅនេះដឹងម្សៅអីអត់ហើយដឹងធ្វើដើម្បីអីអត់ហើយបោះអ្នកណាគេទុកចិត្តបានអត់ចឹងអានេះគឺហៅថាអត់មាន brand ទេគេអត់ស្គាល់គេអត់ដឹងថាបោះអីធ្វើអីទេម្សៅដូចគ្នាឥឡូវនេះគឺមាន brand ហើយ brand មានន័យថាម៉េចជាមួយគេដឹងថាអាហ្នឹងគឺម្សៅសាច់ជ្រូកមាន់ប្រភពប្រូតេអ៊ីនធម្មជាតិម៉ាក់បោះអ្នកណាគេបោះម៉ាក់ណែតចឹងណាហើយអត្ថប្រយោជន៍វាអីគេប្រូតេអ៊ីន 75% ធ្វើចេញពីសាច់ជ្រូកមាន់សុទ្ធ 100% អត់មានដាក់ជាតិសារធាតុរក្សាទុកអត់ស្ករអត់អីមានរបៀបប្រើប្រាស់អញ្ចឹងទៅឥឡូវនេះម្សៅមួយកំប៉ុងនេះគឺមាន brand ហើយអញ្ចឹងនេះហៅថា brand អញ្ចឹងឥឡូវហ្នឹងអតិថិជនឬក៏បងប្អូនគាត់ដឹងថាអូម្សៅមិញនេះគឺជាម្សៅជ្រូកមាន់ធ្វើឡើងដើម្បីជំនួយប្រូតេអ៊ីនបែបធម្មជាតិប្រូតេអ៊ីនខ្ពស់ហើយជា brand របស់ម៉ាក់ណែតអញ្ចឹងថ្ងៃនេះខ្ញុំបញ្យល់បែបងាយថារបស់ដែលអត់ brand ហើយនិងរបស់មាន brand គឺវាខុសគ្នាបែបហ្នឹងឯងហើយនឹង branding គឺមានរឿងច្រើនទៀតបើមិនចង់រាប់ចង់ដឹងពី content បែប brand and marketing ហ្នឹងអាច comment នៅក្រោមវីដេអូនេះបានខ្ញុំនឹងព្យាយាមឆ្លើយតបអរគុណ